ចង់ធំឲ្យខំពីតូចបើខ្លាចខូចកុំឆាប់ខឹងការអ្វីឲ្យចេះថ្លឹងកុំប្រឹងជុះតាមដំរីកុំចង់ខ្ពស់ស្មើមេឃកុំអោនពេកអាប់រាសីទោះដើរនិយាយស្ដីលៃតែល្មមឲ្យសមគួរកុំដេកយូរត្រមឹកលក់ហួសព្រឹកខុសទំនៀមតែភ្លឺឡើងភ្ញាក់ភ្លាមប្រហៀមឡើងក្រោកធ្វើការជាតិជាមនុស្សទោះប្រុសស្រីរះមន្ត្រីជាធម្មតាពេលព្រឹកតែងឧស្សាហ៍ថ្ងៃក្តៅល្អាខ្ជិលល្អិតឆ្អឹងសូមអនុមោទនានៅក្នុងវេលាកាលពេលនេះខ្ញុំគណៈអាត្មាភាពក៏នឹងសូមលើកនៅព្រឹត្តិការណ៍សំខាន់ពាក់ព័ន្ធជាមួយនឹងពិធីបុណ្យពិសាខបូជាដែលពុទ្ធបរិស័ទពុទ្ធសាសនូបត្ថម្ភលោកបានប្រពធ្វើជារៀងរាល់ឆ្នាំមិនដែលដាច់ឡើយហើយបុណ្យនេះគឺជាបុណ្យជាតិផងគឺជាបុណ្យសាសនាផងមិនត្រឹមតែប៉ុណ្ណោះឡើយគឺជាបុណ្យសកលជាបុណ្យសកលញាតិញោមពុទ្ធបរិស័ទណាជាបុណ្យសកលអញ្ចឹងលើពិភពលោកណាគឺឲ្យទៅដល់ពិធីបុណ្យវិសាខបូជានេះគឺគ្រប់ស្ទប់ជាន់ថ្នាក់ណាពីថ្នាក់ខ្ពស់រហូតមកដល់ថ្នាក់ទាបពីថ្នាក់អរិយជនរហូតមកដល់ជនជាសាមញ្ញគឺឲ្យតែជាអ្នកកាន់ព្រះពុទ្ធសាសនាគឺប្រពធ្វើនៅពិធីបុណ្យនេះដើម្បីរំលឹកនៅព្រឹត្តិការណ៍សំខាន់មានរហូតទៅដល់9យ៉ាងឯណោះចឹងញាតិញោមចាំស្ដាប់ណាថ្ងៃនេះគឺអាត្មាភាពនឹងរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ទាំង9ផងហើយនឹងក្នុងការរៀបចំពិធីបុណ្យនេះតើពុទ្ធសាសនូបត្ថម្ភពុទ្ធបរិស័ទទាំងអស់តើលោករៀបចំសក្ការៈបូជាយ៉ាងណាខ្លះអញ្ចឹងគឺពាក់ព័ន្ធក្នុងនោះគឺបើដែលយើងនិយាយឲ្យវាងាយស្ដាប់គឺមានទាន5ធូប5ណាដើម្បីយើងរំលឹកដល់ព្រះពុទ្ធ5ព្រះអង្គឬមួយក៏ស្លាធម៌3គឺយើងរំលឹកដល់ព្រះពុទ្ធ3ពធប្រសង្ឃអញ្ចឹងគឺក្នុងនោះទៀតសោតយើងមានសទ្ធាជ្រះថ្លារៀបចំជាពិធីបូជាផ្កាហើយផ្កាហ្នឹងគឺមានផ្ការុក្ខជាតិនិងផ្កាវារីជាតិផ្ការុក្ខជាតិសំដៅទៅលើផ្កាដុះនៅលើផែនដីមានចម្រុះពណ៌មានច្រើនពណ៌មានក្លិនក្រអូបផងមានសម្រស់ល្អផូរផងដើម្បីយើងជ្រះថ្លានឹងគុណបរតនត្រ័យទាំង3ហើយយើងបានយកផ្កានោះមកបូជាថ្វាយចំណែកឯផ្កាវិរិយជាតិគឺផ្កាដែលដុះនៅលើទឹកឬមួយក៏ផ្កាដុះនៅក្នុងទឹកដែលញាតិញោមពុទ្ធបរិស័ទទាំងអស់តែងស្គាល់ថាមានផ្កាឈូកក្រហមឈូកសហើយនឹងផលិតលំចង់ស្បង់កាច់ដែលដើម្បីសម្រាប់យកមកកាច់ថ្វាយដល់គុណបរតនត្រ័យទាំង3អញ្ចឹងគឺផ្ការុក្ខជាតិនិងផ្កាវិរិយជាតិនេះញាតិញោមទាំងអស់លោកបានរៀបចំនៅថ្ងៃពេញបូរមីខែពិសាខនេះញាតិញោមណាថ្ងៃ15កើតហ្នឹងពិតជាបានរៀបចំហើយញាតិញោមទៅតាមបណ្ដាវត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅតាមបណ្ដាប្រទេសដែលជាអ្នកកាន់ពុទ្ធសាសនាលោកបានរៀបចំណាចឹងគឺដើម្បីកុំឲ្យយូរខាតពេលខ្ញុំគណៈអាត្មាភាពនឹងសូមរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ទាំង9ទី1គឺនៅក្នុងថ្ងៃ15កើតពេញបូរមីខែពិសាខនេះជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាថ្ងៃដែលព្រះពោធិសត្វនៃយើងដែលព្រះអង្គលោកចាប់ផ្ដើមកសាងបារមីទានរាប់តាំងអំពីសម័យព្រះពុទ្ធទីបង្កនៅក្នុងកំណើតនិយតពោធិសត្វព្រះអង្គព្យាករថាតបោះនេះនៅសល់តែ4អសង្ខ័យនិង1សែនផែនដីទៀត
នឹងត្រូវបានត្រាស់ដឹងជាព្រះពុទ្ធមួយព្រះអង្គទ្រង់ពនាមថាសមណគោតមអញ្ចឹងគឺនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះតែម្ដងញាតិញោមណាហ្នឹងហើយព្រឹត្តិការណ៍ទី1អញ្ចឹងព្រះអង្គលោកចាប់ផ្ដើមបញ្ចេញនៅសកម្មភាពដើម្បីនឹងកសាងនៅអភិនិហាបារមីឬមួយក៏បំពេញនៅពុទ្ធការកធម៌ដែលជាធម៌នាំឲ្យព្រះអង្គលោកត្រាស់ដឹងស្វែងរកនៅពោធិបក្ខយធម៌ដែលជាគ្រឿងត្រាស់ដឹងណានាំព្រះអង្គខ្លួនព្រះអង្គបកាយព្រះអង្គឲ្យបានដល់អមតៈឋានពោលគឺព្រះនិព្វានអញ្ចឹងគឺព្រះអង្គលោកបានស្វែងរកនៅពោធិបក្ខយធម៌បំពេញនៅពុទ្ធការកធម៌មហាបរិច្ចាគ5ដើម្បីអីគឺដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធអញ្ចឹងគឺពិតជាអស្ចារ្យណាព្រះពុទ្ធព្រះអង្គទីបាំងកបានព្យាករទុកហើយញាតិញោមណាព្យាករថា4អសង្ខ័យនិង1សែនផែនដីហើយបើយើងនិយាយអំពីអសង្ខ័យនេះគឺយើងមិនអាចរាប់បានទេតែយើងអាចសរសេរបានថា1អសង្ខ័យសរសេរលេខ1សរសេរលេខ0 140ចឹងច្រើនមិនដឹងត្រូវរាប់ថាម៉េចទេរាយ10 100 ពាន់ម៉ឺនសែនលានកោតឃើញទេមិនឲ្យហួសពីកោតទៅទៀតមិនដឹងរាប់ថាម៉េចចឹងញាតិញោមណាតម្រាំទៅដល់មកអសង្ខ័យហ្នឹងចឹងច្រើនឥតគណនានេះព្រឹត្តិការណ៍ទី1ចឹងគឺកាលដែលព្រះអង្គទ្រង់បានកសាងគឺពនាមព្រះអង្គឈ្មោះអីញាតិញោមដឹងណាសមេធៈបណ្ឌិតណាសមេធៈបណ្ឌិតឬមួយក៏សមេធៈតបោះដែលក្នុងសម័យនោះគឺកសាងផ្លូវថ្នល់ដោយពុទ្ធបរិស័ទសម័យនោះបាននិមន្តព្រះពុទ្ធទីបាំងកមួយលើដោយសាវករាប់ម៉ឺនអង្គដែលបាននិមន្តទៅឆាន់ទៅបានបំពេញបានទទួលនៅផតកិច្ចមានព្រះពុទ្ធជាប្រធានក៏ប៉ុន្តែអ្នកស្រុកទាំងនោះបានធ្វើជាផ្លូវថ្មីគឺមិនទាន់ហើយជាស្ថាពរទេដែលចឹងទៅក៏ណែមានការហាក់យឺតយ៉ាវបន្តិចដោយសារសមេធៈតបោះដែលលោកបានទ្រង់ឈានហោះនៅលើអាកាសបានសម្លឹងមើលមកក្រោមហើយឃើញមហាជនកំពុងតែធ្វើផ្លូវថ្នល់ក៏សុំក៏បានចុះមកឲ្យសុំមហាជនទាំងនោះមួយចំណែកដើម្បីបានជាការចំណាយនៅកម្លាំងដើម្បីធ្វើផ្លូវថ្វាយដល់ព្រះសម្មាសម្ពុទ្ធដែលបានយាងមកហើយដល់ពេលធ្វើទៅគឺធ្វើមិនតាន់ហើយព្រះពុទ្ធយាងមកដល់ចំពេលនោះឯងក៏សមេធៈតបោះលោកបានបំប្រាស់ទៅលើផ្លូវដែលមិនតាន់ធ្វើហើយហ្នឹងគឺដើម្បីយាងព្រះពុទ្ធឲ្យជន់ពីលើប្រកាយរបស់តបោះយាងផុតទៅក៏ព្រះអង្គទ្រង់បានបែរប្រភពមកព្យាករថាអ្នកសមេធៈតបោះនេះណានៅតែ4អសង្ខ័យ1សែនផែនដីទៀតនឹងបានត្រាស់ដឹងជាព្រះពុទ្ធមួយព្រះអង្គទ្រង់ពនាមសមណគោតមចឹងគឺនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះព្រឹត្តិការណ៍ទី1ព្រឹត្តិការណ៍ទី2គឺពាក់ព័ន្ធជាមួយនឹងមហាជាតិញាតិញោមណាមហាជាតិនឹងមានន័យថាជាតិធំមហាជាតិនឹងគឺជាតិធំហើយមាន10ប៉ុន្តែបានចុចចំនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះពាក់ព័ន្ធជាមួយនឹងរឿងព្រះវេស្សន្តរណារឿងព្រះវេស្សន្តរដែលកាលព្រះអង្គយោនយកកំណើតកើតនៅជាតិបន្ទាប់ពីព្រះអង្គបានត្រាស់ដឹងនេះហើយចឹងគឺកើតជាតិជាព្រះវេស្សន្តរព្រះអង្គទ្រង់បានបំពេញអីខ្លះនៅក្នុងជាតិជាព្រះវេស្សន្តរនេះគឺព្រះអង្គទ្រង់បានបំពេញនៅទានបារមីហៅថាមហាបរិច្ចាគទានហៅថាមហាបរិច្ចាគទី1គឺមានអង្គបរិច្ចាគឃើញទេអង្គបរិច្ចាគហ្នឹងគឺព្រះអង្គលោកទ្រង់បរិច្ចាគនៅសរីរាង្គកាយរបស់ព្រះអង្គអវយវៈរបស់ព្រះអង្គអ្នកណាចង់បានដៃឲ្យដៃអ្នកណាចង់បានជើងឲ្យជើងអ្នកណាចង់បានបេះដូងគឺព្រះអង្គ
ឲ្យបេះដូងដើម្បីអីដើម្បីប្រាថ្នាពោធិញ្ញាណអង្គបរិច្ចាគគឺបរិច្ចាគអត់មានស្ដាយទេទី2ឋានៈបរិច្ចាគឋានៈបរិច្ចាគនឹងគឺបរិច្ចាគទ្រព្យសម្បត្តិនឹងគឺគ្រាន់តែព្រះអង្គទ្រង់បានប្រសូតចាកឧត្តរព្រះមេត្តាក៏បានបន្លឺសំឡេងថាបបិទ្ធព្រះមេត្តាតើព្រះមេត្តាមានទ្រព្យសម្បត្តិសម្រាប់ឲ្យកូនធ្វើទានដែរឬទេនេះគ្រាន់តែកើតមកភ្លាមចេះនិយាយអញ្ចឹងណាញោមណាព្រះមេត្តាថាទ្រព្យសម្បត្តិគឺមានសម្រាប់ឲ្យកូនធ្វើទានសម្រាប់ឲ្យបុត្រធ្វើទាននេះរួចហើយក៏បានពោលពាក្យតែប៉ុណ្ណឹងក៏ឡើងចេះនិយាយវិញទៅគឺជាក្មេងធម្មតាវិញអញ្ចឹងក្នុងពេលដែលព្រះអង្គទ្រង់បានពេញវ័យពេញបកាយគឺព្រះអង្គបរិច្ចាគទានច្រើនណាស់មួយថ្ងៃបើសិនជាគិតរាប់ដែលជាកហបណៈមិនដឹងប្រមាណកហបណៈទេមិនក្រោមពី1000កហបណៈទេដែលបានបរិច្ចាគទានដល់ស្មោមយចកអ្នកកំសត់ទុរគតអត់ឃ្លានតាមនិគមជនបទតូចធំអីហ្នឹងគឺព្រះអង្គលោកបរិច្ចាគទានអញ្ចឹងឋានៈបរិច្ចាគហ្នឹងឯងបរិច្ចាគពិសេសបំផុតនៅក្នុងសម័យនោះក្នុងសម័យសិញ្ជាតិជាប្រវេសន្តរហ្នឹងគឺបរិច្ចាគហើយស្រាប់តែអ្នកស្រុកកលឹងករះណាបានខឹងសម្បាខ្លាំងគឺដោយសារព្រះអង្គលោកទ្រង់បានបរិច្ចាគនៅដំរីបច្ច័យអ្នកកេនដែលជាដំរីមង្គលណាជាដំរីមង្គលពីព្រោះដំរីមង្គលហ្នឹងគឺបើសិនជាប្រជារាស្ត្រធ្វើស្រែចម្ការអីគឺមានដំរីមង្គលហ្នឹងគឺអត់មានរាំងភ្លៀងទេគឺភ្លៀងមកល្មមអាចធ្វើស្រែចម្ការបានណាគឺសុខសាន្តក្នុងស្រុកនិគមជនបទតូចធំប្រជារាស្ត្រសុខសប្បាយធម្មតាហើយព្រះអង្គបានបរិច្ចាគទានដំរីបច្ច័យនេះគេដែលជាដំរីមង្គលអញ្ចឹងធ្វើឲ្យអ្នកស្រីពីរាស្ត្រណាគឺខឹងសម្បាបំបោះបង់និរទេសព្រះអង្គឲ្យទៅនៅក្នុងព្រៃដែលញាតិញោមធ្លាប់ស្ដាប់រឿងពវេសន្តរជាតិដកនេះញាតិញោមណាហ្នឹងហើយនៅក្នុងព្រៃភ្នំវង្គតក្សត្រទាំង4ព្រះអង្គហ្នឹងគឺព្រះបាទស្រីវេស្សន្តរព្រះនាងមទ្រីហើយនិងរាជឱរសទាំងពីរព្រះអង្គគឺមានជាលីក្រស្នានេះឯងតែម្ដងហើយចឹងព្រឹត្តិការណ៍នោះឯងគឺស្ថិតនៅក្នុងថ្ងៃពេញបូរមីខែពិសាខអញ្ចឹងគឺថ្ងៃដែលជាតិជាពវេសន្តរហ្នឹងគឺព្រះអង្គទ្រង់បានទទួលនៅព្រឹត្តិការណ៍សំខាន់ក្នុងថ្ងៃពេញបូរមីខែពិសាខនេះផងដែរទី3ព្រះមហាបរោះទ្រង់ប្រសូតព្រះមហាបរោះទ្រង់ប្រសូតនឹងមានន័យថានៅក្នុងចន្លោះនគរទាំងពីរណាក្នុងចន្លោះនគរទាំងពីរដែលញាតិញោមបានដឹងអំពីប្រវត្តិណាដឹងអំពីប្រវត្តិរបស់ព្រះពោធិសត្វនៃយើងដែលព្រះអង្គធម្មតាប្រមេត្តានៅប្រទេសឥណ្ឌាកាលណាបើសិនជាត្រូវប្រសូតបុត្រគឺច្រើនតែមកប្រសូតខាងម្ដាយប៉ុន្តែការហើយទារការហើយទៅនៅខាងប្តីនឹងទំនៀមទម្លាប់ការហើយទៅនៅខាងប្តីហើយដល់ពេលប្រសូតបុត្រមកនៅខាងម្ដាយបកើតវិញអញ្ចឹងនិយាយអំពីសក្យវង្សក៏ដូចឆ្នោះដែរណាសក្យវង្សដែលមានប្របាទសទ្ធោទនៈមហារាជជាប្រជាក្រុងកបលភ័ស្ត្រហើយព្រះនាងសិរិមហាមាយាជាព្រះវររាជមេតាណាដែលទ្រង់បានទ្រង់គរគម្រប់10ខែត្រូវមកប្រសូតបុត្រណាមកមានណាចន្លោះនគរទាំងពីរកបលភ័ស្ត្រទេវទហៈហ្នឹងណាក៏បានហាក់បីដូចជាចង់សម្រាប់បកាយណាក៏ស្រវាបកាយរបស់ពនាងហ្នឹងគឺរាងខ្សោយអញ្ចឹងទៅស្រវាបោះដៃអញ្ចឹងទៅក៏មេឃរាំងភ្នំហ្នឹងក៏បានតូតន់មកឲ្យពនាងចាប់ពេលនោះក៏បានប្រសូតបានព្រះរាជឱរសមួយព្រះអង្គហើយក៏បានមានជំហានហ្នឹង7ជំហានញាតិញោមណាមានព្រះអង្គលោកបានប្រសូត
ហាក់បីដូចជាយាងចុះអំពីផ្ទៃខាងស្ដាំនៃព្រះមេត្តាដូចជាធម្មកថាដែលនិមន្តចុះអំពីលើក្រេធម្មាសនៈដូច្នោះដែរនេះគឺជាលក្ខណៈពិសេសដែលព្រះអង្គទ្រង់បានប្រសូតចាកឧត្តរព្រះមេត្តាមកអញ្ចឹងគឺទន្ទឹមនឹងនោះញាតិញោមពុទ្ធបរិស័ទព្រះមហាបរោះបានប្រសូតនៅក្នុងថ្ងៃពេញបូរមី15កើតខែពិសាខនេះហើយព្រឹត្តិការណ៍សំខាន់គួបជាមួយគ្នាមានន័យថាក្នុងពេលតែមួយមានព្រឹត្តិការណ៍មួយទៀតដែលបានកើតឡើងនៅក្នុងពេលនោះគេហៅថាសហជាតិវត្ថុទាំង7បានកើតឡើងដំណាលគ្នានឹងព្រះអង្គប្រសូតផងដែរសហជាតិទាំង7ហ្នឹងគឺមានអ្នកណាខ្លះមានអ្វីខ្លះអញ្ចឹងណាបើសិនជាអាត្មារាប់មិនអស់សូមញាតិញោមទាំងអស់ជ្រាបទៅណានាងពំពាណាព្រះនាងពំពាក៏បានប្រសូតនៅក្នុងថ្ងៃតែមួយដើមពោធិព្រឹក្សក៏ទ្រង់បានដុះនៅក្នុងពេលតែមួយឆានអាមាត្យក៏បានប្រសូតនៅក្នុងពេលតែមួយព្រះអានន្ទក៏បានប្រសូតនៅក្នុងពេលតែមួយណាទ្រព្យសម្បត្តិណាទ្រព្យសម្បត្តិដ៏វិសេសវិសាលក៏ទ្រង់បានឧបត្តិកើតនៅក្នុងពេលតែមួយសហជាតិវត្ថុទាំង5ឬទាំង7ហ្នឹងគឺកើតឡើងដំណាលគ្នានឹងព្រះអង្គប្រសូតផងដែរញាតិញោមណាហ្នឹងហើយព្រះអង្គដើមពោធិព្រឹក្សព្រះនាងពំពាព្រះអានន្ទឆាន់អាមាត្យហើយបន្តមកទៀតគឺទ្រព្យសម្បត្តិណាទ្រព្យសម្បត្តិគេហៅថាសុទ្ធតែកែវជាកែវ7ប្រការណាគឺបានកើតនៅក្នុងពេលតែមួយផងដែរអញ្ចឹងគឺនេះជាព្រឹត្តិការណ៍ពិសេសនៅក្នុងពេលដែលព្រះអង្គទ្រង់ប្រសូតនឹងឯងតែម្ដងញាតិញោមណាដែលក្នុងពេលដែលព្រះអង្គទ្រង់ប្រសូតនឹងអញ្ចឹងគឺនេះជាហេតុអស្ចារ្យមួយដែលយើងទាំងអស់គ្នាអ្នកកាន់ពុទ្ធសាសនាមិនបោះបង់ចោលដែលសូម្បីតែបន្តិចណាមិនបោះបង់ចោលសូម្បីតែក្នុងឆ្នាំណាមួយឲ្យលើកលែងតែសម័យ3ឆ្នាំ8ខែ3ឆ្នាំ8ខែ20ថ្ងៃអាហ្នឹងគឺជាសម័យកាលដ៏ខ្មៅងងឹតអញ្ចឹងគឺពុទ្ធសាសនាអត់បានប្រពធ្វើពិធីពិសាខបូជាទេប៉ុន្តែនៅលើពិភពលោកណាមានប្រទេសជាច្រើនដែលមានសន្តិភាពអញ្ចឹងគឺมันបោះបង់ចោលនៅពិធីពិសាខបូជានេះទេឥឡូវនេះគឺដោយប្រទេសរបស់យើងប្រកបដោយសុខសន្តិភាពមានប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ណាបាននាំមកនៅសន្តិភាពជូនដល់ប្រជាពលរដ្ឋអញ្ចឹងគឺភាពទលំទលាយនៃព្រះពុទ្ធសាសនាគឺមានវិសាលភាពណាអាចទទួលយកបានអញ្ចឹងគឺពុទ្ធបរិស័ទទូទៅទាំងអស់ប្រពកិច្ចពិសាខបូជាដោយប្រកបដោយសេចក្តីសុខនិងសេចក្តីចម្រើនព្រឹត្តិការណ៍ទី5គឺព្រះពុទ្ធទ្រង់ត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្សណាដែលក្នុងនោះគឺមានមេរាធិរាជហ្នឹងណាស្ដេចមេហ្នឹងគឺមកផ្ចាញ់ចំពោះព្រះអង្គញាតិញោមដឹងហើយផ្ចាញ់ចំពោះព្រះអង្គហ្នឹងពេលដែលព្រះអង្គត្រាស់ដឹងព្រះអង្គលោកត្រាស់ដឹងនៅបានសម្រេចនៅវិជ្ជា3និងវិជ្ជា8ចរណៈ15ពេលនោះឯងគឺទេវបុត្រមេណាក៏បានមកដើម្បីដណ្ដើមនៅរតនបល្ល័ង្កដែលបានផុសណាទ្រព្រះអង្គកម្ពស់14ហត្ថហ្នឹងហើយចឹងមេហ្នឹងគេមកណាគេមកផ្ចាញ់ផ្ចាលដើម្បីដណ្ដើមយករតនបល្ល័ង្កតាមពិតទេវបុត្រមេនេះគឺខ្លាចអំណាចអ្នកមានបុណ្យណាខ្លាចក្រែងវាលើតំណែងរបស់ខ្លួនអញ្ចឹងទៅណាហ្នឹងហើយហើយចឹងគឺនៅក្នុងបឋមយាមព្រះអង្គទ្រង់បានត្រាស់ដឹងនៅពពេនិវាសានុសតិញ្ញាណណាដល់ពេលមជ្ឈិមយាមគឺព្រះអង្គទ្រង់បានត្រាស់ដឹងនៅអាសវគយញ្ញាណ
ដល់ពេលបច្ចុប្បន្នយាមគឺព្រះអង្គទ្រង់បានត្រាស់ដឹងនៅវិជ្ជាទី3ហៅថាចតុបបតវិជ្ជាហើយយើងគឺវិជ្ជាទាំង3ហ្នឹងគឺបានត្រាស់ដឹងនៅក្នុងយាមទាំង3ហ្នឹងចំណែកឯវិជ្ជា8ទៀតគឺគេហៅថាព្រមគ្នាក្នុងពេលតែមួយយល់ទេបន្ទាប់ពីបានវិជ្ជា3ហ្នឹងហើយគឺវិជ្ជា8ហ្នឹងកើតឡើងទន្ទឹមគ្នាតែម្ដងអញ្ចឹងគឺវិសេសវិសាលណាពលមេទាំងឡាយដែលកម្រាស់12យោជខាងក្រោយខាងឆ្វេងខាងស្ដាំតែខាងមុខអត់ហ៊ានទេខាងមុខអត់ហ៊ានមកទេណាអត់ហ៊ានមកចំពីមុខទេមេហ្នឹងបាននៅពីចំហៀងនៅពីខាងក្រោយតែប៉ុណ្្នឹងទេពេលនោះឯងគឺការផ្ចាញ់ផ្ចាលដែលក្នុងពាហុងបត់ដើមហៅថាណាពាហុងបត់ដើមញាតិញោមណាព្រះមនិនពន្លោកាបចាញ់ក្រុងមាចិត្តមហននិមិត្តដៃ1000កាន់សត្រាមុតវុតនានាជីគ្រីមេខលជាតិកោញ្ជនាខ្ទុះពសធាព្រមដោយមេសេនាពន្លឹកលន់កងសំសៀនកងសពសៀនដោយធម្មពិធីទានបារមីជាប្រធានក្រុងមាចាញ់ទ្រង់ញៀនប្រណំកាយថ្វាយវន្ទាយ៉ាងគឺដោយអំណាចទានណាទានរបស់ព្រះអង្គទានដែលព្រះអង្គទ្រង់បានបរិច្ចាគទាននៅក្នុងសម័យព្រះអង្គបានកើតសញ្ជាតិជាពវេសន្តរណាហើយចឹងគឺមេទាំងអស់បាក់បបខ្លោបខ្លាចណាដោយអំណាចណាឫទ្ធានុភាពរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងសម័យនោះអញ្ចឹងគឺអស់ហើយមេនឹងរត់ផាសកញ្ញាំអស់អាលីងគ្មានសល់ទាំងណាទេញាតិញោមអញ្ចឹងគឺពេលនោះឯងព្រះអង្គទ្រង់ហើយទេវតានឹងរត់ផាសកញ្ញាំដែរញាតិញោមនៅខ្លះកើបក្នុងញក់ភ្នំខ្លះទៅកើបនៅដងព្រៃអញ្ចឹងទៅគាត់ណាមេចេញផុតក៏បាននាំផ្កានាំណាគ្រឿងសក្ការៈបូជាទាំងឡាយនឹងមកថ្វាយដល់ព្រះសម្មាសម្ពុទ្ធនេះឯងណាដល់ព្រះសម្មាសម្ពុទ្ធនឹងឯងតែម្ដងអញ្ចឹងគឺនេះជាព្រឹត្តិការណ៍សំខាន់ដែលណាព្រឹត្តិការណ៍សំខាន់ដែលជាព្រឹត្តិការណ៍ទី5ចំណែកឯព្រឹត្តិការណ៍ទី6ញាតិញោមពុទ្ធបរិស័ទព្រឹត្តិការណ៍ទី6នេះជាព្រឹត្តិការណ៍ពិសេសវិសាលបំផុតណាគឺព្រះអង្គទ្រង់បរិនិព្វានណាព្រះអង្គយាងចូលព្រះនិព្វានក្រោមដើមរាំងភ្នំព្រៃជុំចិត្តបរិស័ទមូលមិត្តណាពេញត្រៀបត្រានាថ្ងៃអង្គារយាមអង្គារណាថ្ងៃអង្គារយាមអង្គារពេញបូរមីខែពិសាខគឺព្រះអង្គទ្រង់បានបរិនិព្វានពេលនោះឯងព្រះអរហន្តាព្រះអរហន្តីព្រះខៃណាស្រោបទាំងឡាយដែលលោកបានពិចារណាដឹងអនិច្ចំទុក្ខំអនត្តាគឺលោកអត់យំទេចំណែកឯព្រះអនន្តយំយ៉ាងយំយ៉ាងខ្លាំងហើយព្រះអនន្តមិនមែនយំនៅក្នុងពេលបរិនិព្វានហ្នឹងទេតាំងពីដឹងថាណាព្រះអង្គបានទទួលអារាធនាមាទទួលអារាធនាមាថានៅសល់3ខែទៀតតថាគតនឹងបរិនិព្វានហ្នឹងហើយយើងគឺព្រះអនន្តយំតាំងពីនោះមកយំ3ខែអញ្ចឹងមករួចហើយមកដល់បរិនិព្វាននឹងយំរត់តែខ្លាំងអញ្ចឹងទៅហើយដល់ពេលក្រោយបរិនិព្វាននឹងយំរត់តែខ្លាំងទៀតរហូតដល់បានបង្កើតនៅសង្គាយនាណាព្រឹត្តិការណ៍បង្កើតនៅសង្គាយនាដើម្បីផ្ទៀងផ្ទាត់ធម៌វិន័យណានៅ3ដកទាំង3ហ្នឹងដើម្បីឲ្យមានរបៀបរៀបរយឡើងវិញពីព្រោះកើតនៅអាឡជ្ជីកើតនៅអធិករច្រើនដែលផុសចេញអំពីសផតវិខទាំងឡាយណាក្នុងពេលដែលព្រះអង្គបរិនិព្វានរួចហ្នឹងគឺមិនសូវជាសុខសប្បាយប្រហែលទេក្នុងសង្គមសង្ឃយល់ណាហ្នឹងហើយអញ្ចឹងគឺព្រះមហាកសពដែលជាប្រធានក៏បានរៀបចំនៅពិធីសង្គាយនាជាបឋមគេហៅថាបឋមសង្គាយនាគឺដោយរៀបចំឡើងរបស់ព្រះបាទអាជាសត្រូវរយៈពេលប្រហែលថ្ងៃអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងគឺព្រះអនន្តមុននឹងបាន
សម្រាប់ជាព្រះរហន្តហ្នឹងគឺប្រើរយៈពេលពេញមួយយប់ទៀតតម្រាំតបានសមាធិតាំងកម្មដ្ឋានដើម្បីធ្វើម៉េចឲ្យបានសម្រេចធម៌ចិត្តភ្លឺញាតិញោមពុទ្ធបរិស័ទទាំងឡាយតែដល់ពេលលោកហាក់បីដូចជាមិនមានសេចក្តីសង្ឃឹមគ្រាន់តែយកបកាយនិងតម្រេតបកាយដើម្បីថាឲ្យវាស្រួលបកាយទៅគ្រាន់តែផ្អៀងតែបន្តិចទៅញាតិញោមស្រាប់តែភ្លឺតែម្ដងបានសម្រេចថ្នាក់ព្រះអរហន្តណាជាព្រះរហ័តមានឫទ្ធានុភាពមានបញ្ញាចាក់ធ្លុះហើយចឹងគឺបានទទួលឆ្លើយនៅកម្ពី2គឺព្រះសតន្តបិដកនិងព្រះអភិធម្មបិដកក្រោមការចោទសួររបស់ព្រះមហាកាសពថេរបន្ទាប់អំពីបានសាកសួរពីព្រះឧបល័យថេរផ្នែកខាងវិន័យបិដករួចមកចឹងនេះជាព្រឹត្តិការណ៍ដែលព្រះអង្គទ្រង់បានបរិនិព្វានហើយចឹងគឺនិយាយអំពីមនុស្សដែលជាពុទ្ធជនបានយំសោកបោកខ្លួនបោកប្រាណនឹងយ៉ាងក្រៃលែងមិនត្រឹមតែប៉ុណ្ណោះសូម្បីតែការរុក្ខជាតិណាបានជ្រុះរុះរោយណាហាក់បីដូចជាសោកស្ដាយនៅការយាងចូលព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណរបស់ព្រះដ៏មានប្រភពណាគឺសោកស្ដាយមែនតើញាតិញោមណាផ្កាធ្លាក់ជ្រុះរោយមកពីលើអាកាសវេហាមិនដឹងមកពីទីណាខ្លះទេអញ្ចឹងគឺធ្លាក់មកគ្រាន់តែជំរៅផ្កាហ្នឹងមិនក្រោមពីត្រឹមជង្គង់ឯណាត្រឹមជង្គង់ត្រឹមផ្លូវហ្នឹងផ្កាហ្នឹងគឺច្រើនមែនទែនញាតិញោមពុទ្ធបរិស័ទទាំងឡាយអញ្ចឹងវាកប់ជួននៅក្នុងពេលនេះយើងទាំងអស់គ្នាដែលបាននឹងកំពុងតែរៀបចំបូជាផ្កាថ្វាយផ្កានេះជានិមិត្តរូបនៃការសោកស្ដាយដល់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមិនត្រូវមានបច្ចុប្បន្នត្រឹមតែ80ព្រះវស្សាប៉ុណ្ណោះទេអញ្ចឹងព្រះអង្គនឹងអាចមានបច្ចុប្បន្នវែងជាងនេះតទៅទៀតក៏ប៉ុន្តែដោយអាស្រ័យណាគឺអំណាចកម្មដែលនាំឲ្យព្រះអង្គទ្រង់បរិនិព្វានក្នុងបច្ចុប្បន្នត្រឹមតែ80ព្រះវស្សាប៉ុណ្ណោះញាតិញោមពុទ្ធបរិស័ទទាំងឡាយអញ្ចឹងគឺពុទ្ធបរិស័ទណាបន្ទាប់អំពីបានរៀបចំណាបន្ទាប់អំពីបានរៀបចំនៅការចែកធាតុណាការចែកធាតុរួចរាល់ហើយគឺដូចថាក្នុងពេលនោះឯងគឺនិយាយអំពីកន្លែងបូជាផ្កាហ្នឹងគឺទៅជាកន្លែងមួយដែលធ្វើឲ្យអ្នកដែលជាពុទ្ធជនហ្នឹងណាដែលមិនទាន់បានសម្រេចសោតតាមិនទាន់បានសម្រេចធម៌ចន្ទខ្ពស់ហ្នឹងគឺសោកស្ដាយញាតិញោមនឹកសម័យដែលព្រះអង្គទ្រង់បរិនិព្វានអញ្ចឹងគឺទីឋានដែលព្រះអង្គបរិនិព្វានញាតិញោមធ្លាប់ទៅប្រទេសឥណ្ឌាឃើញណាហ្នឹងទីឋានណាដែលព្រះអង្គបរិនិព្វានហ្នឹងហើយចំណែកអាត្មាមិនទាន់បានទៅនៅឡើយទេញាតិញោមណាមិនទាន់បានទៅឃើញនៅកន្លែងពុទ្ធស្ថាននៅឡើយទេដោយមិនទាន់មានឱកាសបាននិមន្តទៅប្រទេសឥណ្ឌាចាំមើលថ្ងៃមានឱកាសបានអញ្ជើញបាននិមន្តទៅជាមួយញាតិញោមអញ្ជើញទៅជាមួយគ្នាដែរណាហ្នឹងហើយបើមិនដឹងថ្ងៃណាខែណាឆ្នាំណាញាតិញោមបើអញ្ចឹងគឺចង់ទៅដឹងកន្លែងពុទ្ធស្ថានរបស់ព្រះអង្គដែលព្រះសកម្មភាពទ្រង់បានសម្ដែងពធទេសនារយៈពេល45ព្រះវស្សាហ្នឹងគឺនៅកន្លែងណាខ្លះអញ្ចឹងណាហ្នឹងហើយញាតិញោមពុទ្ធបរិស័ទទាំងឡាយដូច្នេះមានការសោកស្ដាយមែនទែនព្រោះចំពោះការបាត់បង់នៅតួអង្គនៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់ដែលយើងគោរពស្មើនឹងជីវិតនេះហើយយើងព្រឹត្តិការណ៍ត្រាស់ដឹងព្រឹត្តិការណ៍បរិនិព្វានហើយចូលដល់ព្រឹត្តិការណ៍ទី7ព្រឹត្តិការណ៍ទី7គឺជាព្រឹត្តិការណ៍ដែលទ្រង់បានពុទ្ធសម្មាធានពុទ្ធសម្មាធានញាតិញោមពុទ្ធបរិស័ទទាំងឡាយពុទ្ធសម្មាធានហ្នឹងគឺនៅពេលដែលចប់សាសនារបស់ព្រះសមណគោតមគម្រប់5000ព្រះវស្សាហើយគឺនឹងត្រូវពុទ្ធសម្មាធាននឹងតែម្ដងទ្រង់បានសម្មាធាននៅធាតុរបស់ព្រះអង្គនឹងបានចែកដោយតូនអាចារ្យ
ដោយចែកទៅនៅនគរទាំង8អញ្ចឹងគឺមានស្ដេចនិងមានព្រាហ្មណ៍មានមហាសិទ្ធិមានកដុំពីរមានអ្នកមានអញ្ចឹងទៅរហូតដល់ឋានៈទេវតាប្រអិនអីគឺបានទទួលនៅការចែកធាតុនៅការចែកធាតុរបស់តូនអាចារ្យញាតិញោមពុទ្ធបរិស័ទបើនិយាយរៀបរាប់អំពីការចែកធាតុហ្នឹងគឺវាវែងអន្លាយតទៅទៀតក៏ប៉ុន្តែយើងអត់បានរៀបរាប់ទេគាត់នៅបញ្ជាក់ថាពេលដែលចប់សាសនារបស់ព្រះពុទ្ធជាម្ចាស់ណា5000ព្រះវស្សាគឺសមោធានធាតុនឹងកើតឡើងអញ្ចឹងគឺឥឡូវនេះពុទ្ធសាសនាកន្លងទៅឲ្យអន2500ណាបាន2568ណា68ឆ្នាំហើយកន្លងទៅហើយបាន2568ឆ្នាំហើយខែកន្លងទៅហើយបាន11ខែហើយណាខែកន្លងទៅហើយបាន11ខែហើយថ្ងៃកន្លងទៅហើយនឹងបាន23ថ្ងៃហើយក្នុងពេលបច្ចុប្បន្ននេះដែលអាត្មាកំពុងសម្ដែងធម៌ញាតិញោមកំពុងស្ដាប់ហ្នឹងគឺណាក្នុងពេលនេះគឺស្ថិតនៅក្នុងថ្ងៃអាទិត្យ10កើតខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2569នេះនៅកណ្ដាលនេះបច្ចុប្បន្នហើយវាត្រូវនឹងថ្ងៃទី26ខែមេសាឆ្នាំ2026អញ្ចឹងគឺថ្ងៃហ្នឹងចាត់ទុកជាបច្ចុប្បន្នណាចំណែកឯថ្ងៃដែលមិនតាន់មានមកដល់នៅសល់ប៉ុន្មានញាតិញោមគឺនៅសល់2431ព្រះវស្សាខែគ្មានអត់មានសល់ទេហើយបើថ្ងៃនៅសល់5ថ្ងៃទៀតទេដល់ហើយថ្ងៃ5ថ្ងៃទៀតទេដល់ហើយថ្ងៃពេញបូរមីខែពិសាខហ្នឹងគឺនៅសល់5ថ្ងៃទៀតទេដល់ហើយអញ្ចឹងបូករួមសរីកាលទាំង3មកអតីតអនាគតបច្ចុប្បន្នត្រូវជាពុទ្ធសាសនាគម្រប់5000ព្រះវស្សាអញ្ចឹងនៅសល់តែ4000នៅសល់តែ2431ទេហើយខែអត់មាននៅសល់ទេថ្ងៃនៅសល់តែ5ថ្ងៃទៀតទេអញ្ចឹងគឺពុទ្ធសមោធាននឹងបានឧបត្តិកើតឡើងជាតួអង្គនៃព្រះសមណគោតមក្នុងច្បាប់បានបញ្ជាក់ថាគឺដឹងតែប្រអិនអត់ដឹងតែទេវតាទេចំណែកឯមនុស្សម្នាមហាជនហ្នឹងគឺអត់ដឹងទេហើយបានសម្រេចធម៌ពេលដែលព្រះអង្គទ្រង់បានណាបរិនិព្វានគេហៅថាធាតុនិព្វានហ្នឹងធាតុនិព្វាននៅពេលដែលចប់សាសនាហ្នឹងចប់សាសនារបស់ព្រះអង្គណាអធិដ្ឋាន5000ព្រះវស្សាហ្នឹងគឺចប់សាសនាហ្នឹងទៅអ្នកដែលបានសម្រេចធម៌ជាន់ខ្ពស់ថ្នាក់វិសោតាបតិផលសកតាគិមិផលអនាគិមិផលរហូតដល់អរហត្តផលគឺមានចំនួនរាប់ច្រើនមែនទែនតែច្រើនណាស់អាត្មាភ្លេចចំនួនតួលេខហ្នឹងទៅដោយមានរាប់57កោដ6លានឆ្នាំអីមែនទេមែនទេច្រឡំសំទោសមិនមែនទេដោយរាប់កោដរាប់កោដញាតិញោមពុទ្ធបរិស័ទទាំងឡាយចង់និយាយថាកាលដែលព្រះអង្គប្រោសសត្វ45ព្រះវស្សាហើយនឹងសមោធានធាតុគឺសមោធានធាតុហ្នឹងបានសម្រេចមគ្គផលច្រើនជាងញាតិញោមអញ្ចឹងគឺនេះជាព្រឹត្តិការណ៍ទី7ចំណែកឯព្រឹត្តិការណ៍ទី8ព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់ឈ្នះមារញាតិញោមណាព្រះពុទ្ធគ្រប់ព្រះអង្គមានន័យថាព្រះអង្គដែលបានត្រាស់ដឹងច្រើនព្រះអង្គហំអស់ហើយណាមានតាំងអំពីព្រះកកសន្ធោបកោនេកមនោប្រកាសបោព្រះសមណគោតមហើយនឹងព្រះពុទ្ធចំនួនមុននៅក្នុងកាប់មុនកន្លងមកហ្នឹងដែលបានឈ្នះមារគឺឈ្នះនៅក្នុងថ្ងៃពេញបូរមីខែពិសាខហ្នឹងញាតិញោមណាព្រះពុទ្ធគ្រប់ព្រះអង្គហ្នឹងដែលបានឈ្នះមារពីព្រោះថាមិនមែនថាណែមារផ្ចាញ់មិនមែនតែព្រះពុទ្ធព្រះអង្គយើងនឹងទេព្រះអង្គព្រះសមណគោតមនឹងទេគឺព្រះអង្គមុនក៏មានក៏តែងតែមានមារផ្ចាញ់អញ្ចឹងដែរអញ្ចឹងព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់ឈ្នះមារក្នុងថ្ងៃ15កើតពេញបូរមីខែពិសាខនេះនេះនឹងព្រឹត្តិការណ៍ទី8ព្រឹត្តិការណ៍ទី9គឺបុណ្យឆ្លងពុទ្ធសករាជណាបុណ្យឆ្លងពុទ្ធសករាជអញ្ចឹងបុណ្យឆ្លងពុទ្ធសករាជនៅសល់ប្រហែលថ្ងៃទៀតបុណ្យឆ្លងពុទ្ធសករាជនៅសល់តែ5ថ្ងៃទៀតទេគឺចំនឹងថ្ងៃពេញបូរមីខែពិសាខនឹងតែម្ដងអានឹងព្រឹត្តិការណ៍ទី9ញាតិញោមពុទ្ធបរិស័ទទាំងឡាយអញ្ចឹងសរុបមកវិញព្រឹត្តិការណ៍ទី1ពពុទ្ធទីបង្កទ្រង់ព្យាករថាព្រះសមណគោតមព្រះអង្គបានត្រាស់ដឹងរយៈពេល4អសង្ខ័យកម្រៃ100,000ផែនដីទៀតអញ្ចឹងគឺបានត្រាស់ឥឡូវបានត្រាស់ហើយ
ទី2មហាវេសន្តរដែលព្រះអង្គទ្រង់បានប្រសូតទី3ព្រះមហាបរោះរតណាគឺព្រះសទ្ធត្ថកុមារហ្នឹងគឺព្រះអង្គទ្រង់បានប្រសូតនៅក្នុងថ្ងៃពេញបូ15កើតពេញបូរមីខែពិសាទី4សហជាតិវត្ថុទាំង7បានកើតនៅក្នុងពេលតែមួយគ្នាហើយចឹងក្នុងថ្ងៃពេញបូរមីនឹងដែរចំណែកឯព្រះពុទ្ធត្រាស់ដឹងព្រះអង្គក៏បានត្រាស់ដឹងនៅក្នុងថ្ងៃណាក្នុងថ្ងៃ15កើតពេញបូរមីខែពិសាហើយទី6ព្រះពុទ្ធទ្រង់បរិនិព្វាននៅក្នុងថ្ងៃពេញបូរមី15កើតខែពិសាបន្ទាប់មកទៀតព្រះពុទ្ធសមោធានទី8ព្រះពុទ្ធគ្រប់ព្រះអង្គឈ្នះមារទី9គឺបុណ្យឆ្លងសករាជមានន័យថាបុណ្យឆ្លងពុទ្ធសករាជនេះតែម្ដងណាសូមអនុមោទនាបងអញ្ចឹងគឺ9ព្រឹត្តិការណ៍ហ្នឹងហើយចុងក្រោយនេះខ្ញុំកណាត់អាត្មាភាពនៅសល់ប្រហែលជា9នាទីនឹងសូមលើកឡើងអំពីពិធីកិច្ចដ៏មហោស្ចារ្យនេះដែលជាព្រឹត្តិការណ៍សំខាន់ប្រសើរក្រៃលែងអញ្ចឹងគឺទ្រង់បានបូជាញាតិញោមណាបូជាក្នុងនោះគឺមានបូជាផ្កាណាបូជាផ្កាថ្វាយដល់ព្រះរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាពិសេសគឺព្រឹត្តិការណ៍ក្នុងថ្ងៃពិសាខបូជានេះគឺយើងបានរៀបចំផ្កាញាតិញោមរៀបចំផ្កាគ្រប់ប្រភេទទាំងអស់ណាផ្កាពណ៌ក្រហមផ្កាពណ៌លឿងចម្រុះពណ៌ខៀវឈូកសក្រហមឈូកច្រើនសតប់ឈូកតិចសតប់អីហ្នឹងគឺណាហើយមានសតប់តូចមានសតប់ធំមានលំអងក្លិនក្រអូបសាយភាយសពទិសទាំងពងអញ្ចឹងគឺយកមកបូជាដល់ថ្ងៃនេះតែម្ដងអញ្ចឹងអំណាចដេជានុភាពនៃបុណ្យដែលយើងបានបូជាផ្កានេះបានទទួលអានិសង្ឃមានច្រើនយ៉ាងរហូតដល់7យ៉ាងញាតិញោមណាអញ្ចឹងគឺចាំស្ដាប់ត្រង់ហ្នឹងអ្នកដែលបូជាផ្កាថ្វាយផ្កាដល់ព្រះរតនត្រ័យមានពុទ្ធព្រះធម៌និងមានព្រះសង្ឃអ្នកនោះឯងនឹងបានទៅកើតនៅក្នុងឋានសួគ៌ដ៏ប្រសើរញាតិញោមណាកើតនៅក្នុងឋានសួគ៌ដ៏ប្រសើរហើយឋានដ៏ប្រសើរហ្នឹងរាប់ចាប់ពីឋានចតុមហារាជិកាមានអាយុណា500ឆ្នាំទឹកកើតនៅក្នុងឋានតាវតឹងមានអាយុ1000ឆ្នាំទឹកកើតនៅក្នុងឋានយាមេមានអាយុ2000ឆ្នាំទឹកកើតនៅក្នុងឋានតុសេតាមានអាយុ4000ឆ្នាំទឹកកើតនៅក្នុងឋាននឹមមានរតីមានអាយុ8000ឆ្នាំទឹកកើតនៅក្នុងឋានប្រនិមិត្តវសវតីគឺមានអាយុរហូតដល់16000ឆ្នាំទឹកហើយបើសិនជាគិតរាប់ជាឆ្នាំរបស់មនុស្សគឺយកឆ្នាំទឹកណាគុណជាមួយនឹងណាជំគុណនឹងមួយថ្ងៃមួយយប់ឋានទេវតាស្មើនឹងនៅក្នុងឋានមនុស្សលោកនឹងមានប្រមាណឧទាហរណ៍ថាឋានចតុមហារាជិកា500ឆ្នាំទឹកហើយមួយថ្ងៃមួយយប់នៅឋានចតុមហារាជិកានៅយើងឯនេះ50ឆ្នាំអញ្ចឹងយក500ឆ្នាំទឹកគុណនឹង50គុណនឹង50ហើយយើងយកទៅគុណនឹង12ខែឃើញទេយើងយកទៅគុណនឹង12ឆ្នាំសិនយើងយកទៅគុណនឹង12ឆ្នាំគុណ12ឆ្នាំហើយយកមកគុណនឹង12ខែគុណនឹង12ខែហើយយកមកគុណនឹង30ថ្ងៃហើយអញ្ចឹងនឹងដឹងនៅក្នុងថ្ងៃនៅឋានសួគ៌នោះណានៅក្នុងឆ្នាំទឹកនោះមានប្រមាណឧទាហរណ៍500ឆ្នាំទឹកគិតរាប់ជាឆ្នាំរបស់មនុស្សលោកយើងគឺមានរហូតដល់9លានឆ្នាំអញ្ចឹងណាអញ្ចឹងញាតិញោមយករូបមន្តនឹងទៅគុណនោះដឹងហ៎អញ្ចឹងគឺនិយាយអំពីអាយុទឹកនៅក្នុងឋានសួគ៌ហើយអញ្ចឹងអ្នកដែលថ្វាយផ្កានឹងរមែងបានទៅកើតនៅក្នុងឋានសួគ៌ដ៏ប្រសើរមានតាំងពីចតុមហារាជិកាឋាន6ជាន់ហ្នឹងទី2ទោះបីកើតជាមនុស្សក្តីទោះបីកើតជាទេវតាក្តីគឺជាទីស្រឡាញ់រាប់អាននៃជនទាំងឡាយទាំងពួងនេះវាវិសេសវិសាលអញ្ចឹងណារមែងតែងតែបានជាទីស្រឡាញ់របស់មនុស្សជានានុជនទាំងឡាយទាំងពួងហ្នឹងគឺស្រឡាញ់ណាស់គេគ្រាន់តែឃើញអ្នកហ្នឹងអូក៏ទៅទឹកមុខរស់រាយណាសម្ដីរស់រាយទឹកមុខស្រស់ថ្លាគួរមានលក្ខណៈពិសេសគ្រាន់តែឃើញគឺគេចង់រាប់អានតែម្ដងអញ្ចឹងណាជាទីស្រឡាញ់របស់មហាជនទាំងឡាយតែម្ដងញាតិញោមណាអ្នកដែលថ្វាយផ្កាហ្នឹងអញ្ចឹងគឺ
cứ chỉ ti sở lanh rồi bỏ mình nu mình nia mà hai chuan từng lại cầm tha lai tê tê vật đà cầm tha lai té mình nu cứ chỉ ti sở lanh bỏ kê tặng hay sở lanh nhưng sở lanhประกอบ ដោយ មេត្តា ណា ស្រឡាញ់ ប្រកប ដោយ ករុណា ស្រឡាញ់ ប្រកប ដោយ មុទិតា និង ស្រឡាញ់ ប្រកប ដោយ ឧបេក្ខា ហើយចឹងសេចក្តីស្រឡាញ់ទាំងអស់នេះគឺដោយសារតែអ្នកនោះឯងបានថ្វាយផ្កាទី3អ្នកនោះឯងរមែងតែងតែមិនទៅកើតនៅក្នុងទុក្ខតិភពណាមិនទៅកើតនៅក្នុងទុក្ខតិភពទេមិនទៅកើតនៅក្នុងឋានអបាយភូមិទេញាតិញោមដឹងហើយឋានអបាយភូមិមាននរកប្រែតដេរឆានអសុរកាយហើយចឹងអ្នកដែលថ្វាយផ្កាបូជាផ្កានៅក្នុងថ្ងៃពិសាខបូជាហ្នឹងណាអត់មានទៅកើតនៅក្នុងឋានអាក្រក់នោះទេញាតិញោមណាมันបានទៅកើតនៅក្នុងទុក្ខតិភពទេទុក្ខតិភពហ្នឹងគឺភពមិនល្អកន្លែងមិនល្អយល់ទេទី3ណាបានទៅកើតជាស្ដេចចក្រពត្រាធិរាជញាតិញោមណា បានទៅកើតជាស្ដេចចក្រពត្រាធិរាជដែលមានសម្បត្តិប្រកបទៅដោយកែវ7ប្រការញាតិញោមណានឹងបានទៅកើតជាស្ដេចចក្រពត្រាធិរាជហើយមានទ្រព្យសម្បត្តិប្រកបទៅដោយកែវ7ប្រការយើងរាប់តាំងអំពីចក្រកែវរាប់តាំងអំពីដំរីកែវរាប់តាំងអំពីសេះកែវរាប់តាំងអំពីស្រីកែវរាប់តាំងអំពីខុនកែវណារាប់តាំងអំពីខុនឃ្លាំងអញ្ចឹងទៅណាខុនពលកែវអញ្ចឹងទៅហើយអញ្ចឹងគឺសុទ្ធតែជាទ្រព្យសម្បត្តិវិសេសវិសាលដែលជាទ្រព្យសម្បត្តិរបស់ស្ដេចចក្រពត្រាធិរាជទី5ណាទី5មិនរងនៅការតេះដៀលរបស់អ្នកដតីឡើយណាមិនចេះទទួលរងភាពអាម៉ាស់មិនចេះទទួលរងភាពអយុត្តិធម៌មិនចេះណាទទួលរងនៅភាពអាម៉ាស់សពបែបយ៉ាងគឺអត់មានទេអត់ចេះទទួលទេអត់ចេះទទួលរងភាពអយុត្តិធម៌ទេគឺមានគេជួយមានគេឃុំក្រងថែរក្សាទៅទីណាកន្លែងណាអត់ឲ្យមានអ្នកណាមើងងាយដាច់ខាតណាមានឫទ្ធានុភាពមានអំណាចទៅទីណាកន្លែងណាមានសេរីកន្លែងនោះទៅដល់កន្លែងណាគឺសេរីនៅកន្លែងនោះទៅដល់កន្លែងណាគឺសុខសាន្តនៅកន្លែងនោះណាមិនថាទីចិត្តមិនថាទីឆ្ងាយគេស្រឡាញ់រាប់អានច្រើនណាហ្នឹងហើយទី6រមែងតែជាអ្នកមានកម្លាំងច្រើនញាតិញោមណាជាអ្នកដែលមានកម្លាំងច្រើនកម្លាំងហ្នឹងគឺគេចង់និយាយពីកម្លាំងដែលហៅដូចយាយវិសាខាមានកម្លាំងដូចជាមហាដំរីអញ្ចឹងណាមហាកម្លាំងហ្នឹងគឺមានដូចជាដំរី5នោះដល់ដំរី5នោះមិនអាចទល់ជាមួយនាងវិសាខាបានអញ្ចឹងកម្លាំងខ្លាំងណាស់ញាតិញោមហើយតែកម្លាំងខ្លាំងសួរថាអ្នកនងដៃឈឺទេថាមិនដៃឈឺទេអ្នកនងកម្លាំងខ្លាំងនោះគឺមានសុខភាពរឹងមាំបបោជំងឺដំកាត់អត់អាចមកចិត្តបៀតបានទេមកមិនបានហ្មងមកកម្ចាត់ចេញមកអាអង្គទីកការពាររាងកាយនេះគឺអត់មានឲ្យជំងឺអីមកចូលឲ្យថមថយកម្លាំងទេអញ្ចឹងគឺអ្នកនងមានកម្លាំងខ្លាំងណាស់ដូចជាកម្លាំងដំរីអញ្ចឹងណាខ្លាំងដូចជាកម្លាំងដំរីអញ្ចឹងដូចជាសម័យពពុទ្ធគង់នៅគឺយើងអត់និយាយពីពពុទ្ធទេពពុទ្ធព្រះអង្គកម្លាំងខ្លាំងណាប៉ុន្តែនេះនិយាយអំពីណាមហាឧបាសកមហាឧបាសិកាហើយនឹងសាវករបស់ព្រះអង្គកម្លាំងខ្លាំងដូចជាព្រះអនន្តអីនេះណាព្រះអនន្តនេះខ្លាំងហើយនិយាយវិសាខាដូចកណ្ណាអាវមួយយើងមនុស្សធម្មតាទៅលើកមិនរួចទេចំណែកឯព្រះអនន្តគឺអាចលើកអាវរបស់នាងវិសាខាបានដោយសារព្រះអនន្តលោកកម្លាំងខ្លាំងដែរហើយចឹងគឺមានកម្លាំងខ្លាំងនិយាយខ្លីម៉ាត់ទី7ណាបាននៅបរិសម្ពិទា4វិសេសវិសាលបាននៅបរិសម្ពិទា4បាននៅវិមោក8និងបាននៅអភិញ្ញា6ញាតិញោមណានេះអ្នកដែលបានថ្វាយផ្កាហ្នឹងអញ្ចឹងគឺផ្កាស្បៃរឿងថ្ងៃហ្នឹងដែលញាតិញោមបានចូលមកនេះខ្លះចូល1ធោខ្លះចូល2ធោអាត្មាជាវមកនឹង40ធោញាតិញោមហើយថាកម្រងហ្នឹងជាវដល់100ធោឯណោះបាទឥឡូវហ្នឹងគឺបើសិនជាញាតិញោមអាចចូលមកខ្លះអាចទិញរហូតដល់100ធោប៉ុន្តែបើសិនជាញាតិញោមចូលមករួមខ្លះទៅអាត្មាព្រួយជាវពុទ្ធទៅរូបបដិមាដើម្បី
ព្រះអង្គបរិនិព្វានផងហើយព្រះអង្គត្រាស់ដឹងផងព្រះអង្គសូត្រផងហើយចឹងគឺ3ផ្ទាំងទៀតចឹងគឺអស់ថាវិការនឹងច្រើនដល់ចឹងទៅអាត្មាជាវផ្កាទំទៅបាន40ធោទេអញ្ចឹងញោមណានឹងបើញោមចូលរួមក្នុងមធោ7500រៀលព្រោះក្នុងមធោនឹង7500រៀលអញ្ចឹងគឺឥឡូវហ្នឹងអាត្មាជាវបាន40ធោហើយចឹងចូលរួមជាវផ្កាទាំងអស់គ្នាជ្រះថ្លាផ្កាទាំងអស់គ្នាបូជាផ្កាដើម្បីបានអីដើម្បីបានទទួលអានិសង្សដោយបានរៀបរាប់មកខាងលើជាអ្នកបានទៅសោយសុខនៅសម្បត្តិសួគ៌ជាទីស្រឡាញ់នៃជនផងទាំងឡាយមិនដែលស្គាល់នៅណាទៅកើតនៅក្នុងឋានទុគតិហើយបានទៅកើតជាស្ដេចចក្រពត្រាធិរាជហើយមិនរងនៅពាក្យតេះដៀលរបស់អ្នកដទៃហើយគឺមានកម្លាំងខ្លាំងហើយជាពិសេសចុងក្រោយហ្នឹងបានសម្រេចនៅបរិសម្បទា4ហើយបានសម្រេចនៅវិមោក8ហើយនឹងបានសម្រេចនៅអភិញ្ញា6ដែលជាផលដ៏វិសេសវិសាលញាតិញោមណាអញ្ចឹងគឺសូមបានទទួលផលទាំងប្រមាណប៉ុណ្ណេះអានិសង្សទាំងប្រមាណប៉ុណ្ណេះដែលកើតចេញអំពីការថ្វាយផ្កាទាំងអស់គ្នាសូមអនុមោទនាពធទេសនាសំកាលវេលានឹងបញ្ចប់សូមញាតិញោមទាំងអស់គ្នាបានចម្រើនដោយបញ្ញាមានដេជានុភាពដោយអានិសង្សថ្វាយផ្កាបូជាក្នុងពិធីបុណ្យពិសាខបូជាទាំងអស់គ្នាណាញោមណាសូមឲ្យមានឫទ្ធិមានអំណាចមានដេជះទៅទីណាកន្លែងណាឈ្នះអស់មាជាអស់រោគឈ្នះអស់មាទាំង8ផ្លូវសត្រូវទាំង8ទិសការសម្ដែងនៅពធទេសនាលើសលួសខ្វះខាតយ៉ាងណាក៏សំខាន់តែអភ័យទោសក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំង